សួស្តីបងបងដែលគាត់មានបញ្ហាទូរស័ព្ទដៃ iPhone អញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមាន16 Plus ម្ដងគឺវាមានបញ្ហាកាមេរ៉ាមុខអុចក្រហមឬក៏ដានក្រហមឬក៏ខូចបាតអីអ្នកទាំងអស់គ្នាអាចទៅតាមខ្ញុំបានឬក៏ឆាតសួរព័ត៌មានបន្ថែមដែលខ្ញុំបានដាក់លេខនៅលើខាងលើវីដេអូហ្នឹងឥឡូវខ្ញុំចូលកាមេរ៉ាឲ្យអ្នកទាំងអស់គ្នាមើលថាវាអុចក្រហមបែបណាបែកស្វាយបែបណាអញ្ចឹងណាអូខេឥឡូវយើងយកដៃបិទឬក៏អ្នកទាំងអស់គ្នាអាចយកកណាត់សអីបិទឡើងហ្នឹងមកអញ្ចឹងយើងនឹងឃើញអុចស្វាយនៅលើកាមេរ៉ាមុខហ្នឹងហើយមិនថាមុខមិនថាក្រោយទេអ្នកទាំងអស់គ្នាអាចធ្វើអញ្ចឹងមកគឺនឹងឃើញអុចក្រហមទូចៗនៅលើកាមេរ៉ាអញ្ចឹងណាអូខេហើយសម្រាប់នៅក្នុង setting របស់វាគឺវាអត់មាន load អីទេវាអត់មាន load ប្រាប់ថាដូរកាមេរ៉ាឬក៏ជួសជុលអីទេអញ្ចឹងយើងនឹងធ្វើការជួសជុលវាកុំឲ្យវា load mistake នៅក្នុង setting របស់យើងអញ្ចឹងណាអូខេពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំអត់បានបង្ហាញអ្នកទាំងអស់គ្នារបៀបកោះរបៀបអីទេគឺខ្ញុំកាត់វីដេអូចោលអញ្ចឹងមកដល់កន្លែងហ្នឹងគឺខ្ញុំបានធ្វើរួចហើយអូខេអញ្ចឹងខ្ញុំចូល setting ឲ្យអ្នកទាំងអស់គ្នាមើលថាវាមាន load កាមេរ៉ាអីអត់អញ្ចឹងណាអូខេអញ្ចឹងគឺអត់មាន load កាមេរ៉ាប្រាប់ថាយើងដូរកាមេរ៉ាឬក៏ជួសជុលកាមេរ៉ាអីទេគឺអត់មានទេឥឡូវខ្ញុំមកធ្វើការចូលនៅក្នុងកាមេរ៉ាតែឲ្យអ្នកទាំងអស់គ្នាមើលថាគឺវានៅមានអុចក្រហមទៀតអត់គឺអត់មានទេគឺអូខេហើយអញ្ចឹងម្ដងហ្នឹងគឺខ្ញុំធ្វើការធ្វើរួចហើយអញ្ចឹងគឺស្អាតដូចស៊ីនវិញហ្នឹងគឺអត់មានបញ្ហានៅលើកាមេរ៉ាទៀតទេអញ្ចឹងសម្រាប់បញ្ហាបែបនេះអ្នកទាំងអស់គ្នាអាចមានចម្ងល់ឬក៏មានបញ្ហាអីអាចឆាតសួរបាន Nice